សំដួលបន្ទាប់ទៀតគាត់សួរតាក់ទងជាមួយនឹងច្បាប់ធម្មជាតិហើយនឹងគ្រោះធម្មជាតិក្នុងន័យនឹងប្រហែលជាគាត់អាចនឹងចង់ឲ្យខ្ញុំផ្គូផ្គងឬក៏បកស្រាយអត្ថន័យច្បាប់ធម្មជាតិនិងគ្រោះធម្មជាតិព្រោះខ្ញុំតែងតែនិយាយថាបំផ្លាញឬក៏ឲ្យតុលាការធម្មជាតិឬច្បាប់ធម្មជាតិជាអ្នកចាត់ការអញ្ចឹងនៅក្នុងន័យហ្នឹងក៏ខ្ញុំតែងតែនិយាយពីរឿងគ្រោះធម្មជាតិពីរឿងច្បាប់ធម្មជាតិហ្នឹងអញ្ចឹងច្បាប់ធម្មជាតិនេះគឺចង់សំដៅទៅលើច្បាប់កម្មនឹងបងប្អូនដែលខ្ញុំប្រកាសណាបានពលមុនហ្នឹងច្បាប់ធម្មជាតិគឺជាច្បាប់កម្មជាច្បាប់ដែរចក្រវាលជាអ្នកដែរកំណត់ដៅទុកបើបុគ្គលណាធ្វើល្អសាងល្អបុគ្គលនោះក៏ទទួលផលល្អអំពើល្អហុចផលត្រឡប់មកវិញបើធ្វើអាក្រក់សាងអាក្រក់ក៏បានផលអាក្រក់សេចក្តីអាក្រក់មកវិញហើយច្បាប់កម្មនេះជាច្បាប់នៃចក្រវាលព្រោះថារាល់ពេលដែលបងប្អូនធ្វើអំពើល្អធ្វើអំពើកម្មអាក្រក់ទាំងឡាយគឺចក្រវាលជាអ្នកមើលឃើញជាអ្នកកត់ត្រាទុកអញ្ចឹងច្បាប់ធម្មជាតិក្តីច្បាប់ចក្រវាលក្តីគឺជាច្បាប់តែមួយហើយសុក្រិតគ្រាន់តែថាច្បាប់ធម្មជាតិគឺយើងនិយាយជាទូទៅច្បាប់ធម្មជាតិកើតមកមានរូបមានទុកហើយច្បាប់ធម្មជាតិនេះច្បាប់ចក្រវាលនេះគឺជាច្បាប់ដែលព្រះពុទ្ធអង្គបានត្រាស់ដឹងជាបញ្ញាពុទ្ធិតែសួរថាតើមុនព្រះពុទ្ធត្រាស់ដឹងហ្នឹងតើច្បាប់ចក្រវាលហ្នឹងមានហើយឬក៏យ៉ាងម៉េចថាច្បាប់ចក្រវាលច្បាប់ធម្មជាតិហ្នឹងគឺមានស្រេចហើយប៉ុន្តែมันមានអ្នកត្រាស់ដឹងមានតែព្រះពុទ្ធអង្គមួយទេដែលបានត្រាស់ដឹងច្បាប់ហ្នឹងហើយយកមកបញ្យល់សត្វលោកឲ្យយល់ដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គបញ្យល់តែរឿងកម្មផលអញ្ចឹងច្បាប់ធម្មជាតិនេះគឺជាច្បាប់ដែលបង្ហាញអំពីកម្មផលបើបងប្អូនថែរក្សាធម្មជាតិថែរក្សាអ្វីដែលជុំវិញខ្លួនបងប្អូនក៏ទទួលបានសេចក្តីសុខពីធម្មជាតិនិងអ្វីដែលជុំវិញខ្លួនមកវិញតែបើបងប្អូនបំផ្លាញធម្មជាតិបំផ្លាញអ្វីដែលនៅជុំវិញយើងធ្វើកម្មអំពើអាក្រក់បៀតបៀនទៅលើមនុស្សល្អក្តីទៅលើមនុស្សដូចគ្នាក្តីស្មើគ្នាក្តីអ្នកដែលមានឋានៈទាបជាងយើងក្តីឬសត្វទាំងឡាយណាក្តីក៏យើងនឹងទទួលផលបានបន្តមកវិញជាក់ស្ដែងផ្សារភ្ជាប់នឹងច្បាប់ធម្មជាតិនិងគ្រោះធម្មជាតិអញ្ចឹងបើកាលណាច្បាប់ធម្មជាតិធ្វើការឲ្យបង្កឲ្យមានគ្រោះធម្មជាតិបង្កឲ្យមានហេតុបច្ច័យកើតឡើងហើយគ្រោះធម្មជាតិនេះកើតឡើងដោយសារមនុស្សបំផ្លាញធម្មជាតិមួយមនុស្សលែងគោរពច្បាប់កម្មផលនឹងមួយមនុស្សនឹងមានចិត្តអាក្រក់ធ្វើអាក្រក់នឹងកាន់តែច្រើនមួយទើបនាំឲ្យគ្រោះធម្មជាតិនឹងកើតឡើងព្រោះគ្រោះធម្មជាតិគឺកើតឡើងដោយសារច្បាប់ធម្មជាតិជាអ្នកធ្វើការអញ្ចឹងបើកាលណាមនុស្សឬផែនដីមួយដែលពោពេញទៅដោយអំពើបាបមនុស្សធ្វើអាក្រក់សត្វទាំងឡាយអស់នៅគុណធម៌បាត់បង់នៅកុសលថ្នាក់បញ្ញាហើយមានការបៀតបៀនកាប់សម្លាប់គ្នាសង្គ្រាមកើតឡើងដោយការដណ្ដើមភាពអំនួតមានះទិដ្ឋិឬហៅថាដណ្ដើមយកឈ្នះចាញ់រៀងខ្លួននោះធម្មជាតិនឹងចាត់ការមកកាន់មនុស្សទាំងនោះវិញហើយដល់ពេលដែលធម្មជាតិធ្វើការមិនថាប្រទេសណាក៏ដោយក៏ត្រូវតែទទួលកម្មស្មើគ្នាព្រោះវាជាច្បាប់ហើយវាជាសច្ចៈពេលខ្លះញាតិរបស់យើងធ្វើឪពុកម្ដាយរបស់យើងធ្វើយើងក៏អាចនឹងទទួលដែរបើសិនជាយើងអត់បានដឹងខ្លួនថាយើងកំពុងតែរស់នៅក្រោមអំណាចរបស់កម្មហើយយើងធ្វើកម្មបន្ថែមទៀតយើងរឹតតែទទួលកម្មនឹងបន្តពីគាត់ទៀតអញ្ចឹងបើដឹងថាកម្មនឹងយើងមានហើយកម្មនគរកម្មទឹកដីកម្មផែនដីកំពុងតែធ្វើទុកទោសហើយអញ្ចឹងយើងត្រូវតែបញ្ឈប់កម្មរៀងខ្លួនបញ្ឈប់ការធ្វើអាក្រក់ដឹងថាអ្នកមុនបំផ្លាញហើយដឹងថាមនុស្សមួយក្រុមកំពុងបំផ្លាញធម្មជាតិបំផ្លាញផែនដីហើយយើងត្រូវតែនាំគ្នាធ្វើល្អដើម្បីរក្សាផែនដីរក្សាធម្មជាតិវិញទើបនាំឲ្យមានសុខសន្តិភាពទាំងអស់គ្នាឡើងវិញហើយបើមនុស្សទាំងឡាយយល់ច្បាស់ពីច្បាប់ធម្មជាតិច្បាប់ចក្រវាលមនុស្សទាំងឡាយស្គាល់មេឃដីពិតប្រាកដនោះមនុស្សនឹងរស់នៅជាសុខមិនមានសេចក្តីទុក្ខកើតឡើងព្រោះដោយសារដឹងថាអ្វីដែលខ្លួនកំពុងតែធ្វើកំពុងតែកាន់យកនេះគឺជាការបំផ្លាញផែនដីនិងបំផ្លាញខ្លួនឯង
អញ្ចឹងនៅពេលដែលបងប្អូនសិក្សាឲ្យស៊ីជម្រៅទៅឃើញថាបងប្អូនធ្វើល្អក៏ចក្រវាលមេឃដីដឹងឮធ្វើអាក្រក់ក៏គេដឹងឮមានរុក្ខរៈទេវតាមានមេឃដីចាំកត់ត្រានឹងគឺជាការពិតអញ្ចឹងការឲ្យផលមកវិញក៏ទៀងតាមនឹងដែរតែបើយើងយល់ថាស្អីក៏គ្មានមិនមានអ្នកណាឲ្យកម្មឲ្យផលយើងឲ្យបាបយើងធ្វើអាក្រក់ប៉ុណ្ណាក៏អត់អីនោះមានន័យថាដើរផ្ទុយនឹងច្បាប់ធម្មជាតិច្បាប់ចក្រវាលនឹងហើយដែលមានព្រះពុទ្ធអង្គបានមកបកស្រាយបញ្យលសត្វលោកហើយនៅតែមិនយល់នាំគ្នាធ្វើអាក្រក់និងមានធ្វើកម្មអញ្ចឹងអត់មានអ្នកណាមួយមកជួយស្រោចស្រង់មកជួយដោះស្រាយបញ្ហាផែនដីនឹងបានទេអញ្ចឹងបញ្ហារបស់ផែនដីមានតែមនុស្សក្នុងផែនដីទេដែលនាំគ្នាដោះស្រាយជួយគ្នាទៅវិញទៅមកបានទេវតាបារមីខាងក្នុងចក្រវាលខាងលើគឺបានតែផ្ញើសារប្រាប់តាមរយៈផ្គររន្ទះក្ដុងក្ដាំងផ្លេចបន្ទូលសពមុខបែបយ៉ាងគ្រោះធម្មជាតិផ្សេងៗដើម្បីជាដំណើរដាស់តឿននាំសារដល់មនុស្សថាឲ្យនាំគ្នាធ្វើល្អធ្វើសេចក្តីល្អទៅឈប់ធ្វើអាក្រក់បើបំនោះទេផែនដីនេះនឹងត្រូវបំផ្លាញព្រោះផែនដីនេះមិនមែនជារបស់ពួកមនុស្សអ្នកឯងទាំងអស់គ្នាអ្នកឯងរាល់គ្នានឹងទេជាកម្មសិទ្ធិទេវាជាកម្មសិទ្ធិរបស់ធម្មជាតិនិងចក្រវាលអញ្ចឹងបើអ្នកឯងរស់នៅមិនស្របតាមច្បាប់ធម្មជាតិរស់នៅប្រឆាំងជាមួយធម្មជាតិរស់នៅមិនគោរពធម្មជាតិគោរពមេឃដីគោរពចក្រវាលទេអ្នកឯងនឹងត្រូវអស់ទីជំរកនឹងត្រូវបំផ្លាញជាមួយនឹងផែនដីនឹងហើយតែផែនដីមួយមានមនុស្សល្អអាក្រក់អញ្ចឹងដល់ពេលដែលការបំផ្លាញមកដល់មនុស្សល្អដែលគេមានបុណ្យមានសិលគេអាចនឹងរួចផុតដល់បាយផ្សេងបើតាមលក្ខណៈខាងក្នុងគេហៅថាវិស័យនៃរិទ្ធវិស័យនៃបារមីវិស័យនៃធម្មពលវិជ្ជមានដែលជួយបិទបាំងរារាំងការពារមនុស្សល្អមានទេវតាមានអមនុស្សឬក៏មានវត្ថុស័ក្តិសិទ្ធិណាជួយអញ្ចឹងទៅតែបើខាងក្រៅគឺថាបើកាលណាបំផ្លាញទៅទីណាមិនថាមនុស្សល្អអាក្រក់ត្រូវតែប៉ះពាល់ដូចគ្នាអញ្ចឹងអ្វីដែលយើងអាចធ្វើបាននាំគ្នាគិតល្អធ្វើល្អសាងអំពើល្អដើម្បីប៉ះពើផែនដីដែលកំពុងប្រេះធ្លាយនឹងទៅហើយជួយបញ្យលតាមច្បាប់ធម្មជាតិឬតាមច្បាប់ចក្រវាលឬក៏យកព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងយកមកដើម្បីនឹងជួយគ្នាទៅវិញទៅមកដាស់តឿនគ្នាទៅវិញទៅមកទៅព្រោះច្បាប់ធម្មជាតិច្បាប់ចក្រវាលនេះមាននៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងអស់មិនខ្វះមួយណាទេព្រះអង្គត្រាស់ដឹងរួចរាល់អស់ហើយតែយើងទាំងឡាយគិតថាជាធម៌គិតថាធម្មតាយើងអត់យកទៅសិក្សារៀនសូត្រហើយគិតតែត្អូញថាទុកម្លេះកើតទុកម្លេះអញ្ចឹងថ្ងៃណាក៏អត់សុខដែរអញ្ចឹងសម្រាប់ការបកស្រាយរបស់ខ្ញុំបកណាក៏មានតែ